ជាការបោះជំហានថ្មីមួយបន្ថែមទៀតដើម្បីពង្រឹងគុណភាពនៃការអប់រំកម្រិតមត្តេយ្យដោយនៅថ្ងៃទី22ខែឧសភាឆ្នាំ2025នេះសាលាអន្តរជាតិ CIFS សាខាសិនសុកបានបើកសម្ពោធសួនកម្សាន្តសម្រាប់កុមារតូច Enchanted Forest ដែលជាសួនកម្សាន្តបែបផ្សងព្រេងដំបូងគេបង្អស់ដែលត្រូវបានកសាងនៅក្នុងសាលារៀននៅប្រទេសកម្ពុជាពិធីការខ្សែបូសម្ពោធសួនកម្សាន្តនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនសិស្សានុសិស្សបុគ្គលិកសិក្សាថ្នាក់ដឹកនាំសាលានិងជាពិសេសគឺបងប្អូនកុមារតូចដែលបានអនុញ្ញាតឲ្យចូលលេងកម្សាន្តនៅក្នុងសួនកម្សាន្តដែលរចនាឡើងដើម្បីបំពេញតម្រូវការសិក្សាក្នុងវ័យកុមារភាពរបស់ពួកគេសួនកម្សាន្តសម្រាប់កុមារតូច Enchanted Forest គឺលើសពីកន្លែងក្មេងលេងធម្មតាត្បិតសួននេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបង្កើតបរិយាកាសសិក្សាមួយសម្រាប់កុមារអាចបណ្ដុះក្តីស្រមៃនិងជំរុញឲ្យពួកគេចង់ចេះចង់ដឹងអំពីចំណេះដឹងថ្មីៗព្រមទាំងអាចកសាងភាពច្នៃប្រឌិតនិងក្តីស្រឡាញ់ចំពោះមនុស្សជុំវិញខ្លួនស្របតាមចក្ខុវិស័យដឹកនាំនិងការបដិញ្ញាចិត្តខ្ពស់លើការអភិវឌ្ឍវិស័យអប់រំប្រកបដោយនវានុវត្តន៍របស់ឯកឧត្តមអង្គការបណ្ឌិតត្រាំងលីនិងលោកហឹមសំអាតស្ប្រង់ដែលជាស្ថាបនិករបស់សាលាអន្តរជាតិ CIFS លោក Michael Well ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ CIFS បានមានប្រសាសន៍ថាសួនកម្សាន្តសម្រាប់កុមារតូច Enchanted Forest នឹងក្លាយជាកន្លែងកម្សាន្តដែលផ្ដោតសំខាន់លើជីវិតសិក្សាក្នុងវ័យកុមារភាពរបស់សិស្សនិងជាកន្លែងដែលពួកគេអាចបង្កើតមិត្តភាពនិងបណ្ដុះបំណិនជីវិតសំខាន់ដើម្បីក្លាយជាបុគ្គលមានចិត្តសប្បុរសមានសមត្ថភាពចំណេះដឹងនិងមានការយល់ដឹងជាសកលលោកបានបន្ថែមទៀតថាសួនកម្សាន្តដែលមានស្ពានឆ្លងផ្លូវរូងក្រោមដីពងលតនិងកន្លែងអានសៀវភៅត្រូវបានរចនាឡើងដើម្បីឲ្យកុមារអាចភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នាកសាងទំនុកចិត្តនិងបណ្ដុះក្តីស្រមៃហើយកុមារតូចៗមិនត្រឹមតែអាចលេងកម្សាន្តដោយសប្បាយរីករាយប៉ុណ្ណោះទេពួកគេក៏អាចស្វែងរកចំណេះដឹងថ្មីៗជាមួយមិត្តភ័ក្តិរបស់ពួកគេផងដែរ